តោះម៉ាមីយើងមករៀនធ្វើរូបកូនងាយដោយ app នៅក្នុងទូរស័ព្ទដៃរបស់យើងជាដំបូងយើងត្រូវចុចចូល app photo room ហើយបន្ទាប់មកយើងចុចពាក្យ start from photo ហើយយើងអាចជ្រើសរើសរូបភាពចេញពីទូរស័ព្ទដៃរបស់យើងរូបភាពណាក៏បានដែលប៉ាមកពេញចិត្តបន្ទាប់មកវាក៏អូតូលុបទាំងក្រោយដោយអត្តនោម័តយើងជ្រើសពាក្យ cut out ដើម្បីចុចទៅលើពាក្យ eraser ដើម្បីលុបផ្នែកដែលយើងមិនត្រូវការហើយយើងចុចពាក្យ restore ដើម្បីចុចនៅលើផ្នែកដែលយើងត្រូវការយើងអាចប្រួនប្រេងតាមតម្រូវការបានបន្ទាប់មកយើងចុចនៅលើផ្ទាំងរូបភាពសាជាថ្មីហើយចុចពាក្យ background ជ្រើសរើសពាក្យ color រុញមកក្រោមបន្តិចយើងយកពាក្យ erase តែប៉ុណ្ណេះគឺរួចរាល់ហើយបន្ទាប់មកយើងចុចពាក្យ export ដើម្បីឲ្យវាបញ្ជូនទៅក្នុង album photo នៅក្នុងទូរស័ព្ទដៃរបស់យើងហើយ app ចុងក្រោយគឺ app Canva ដោយប៉ាមកចូលទៅដល់ផ្លឹបជ្រើសរើសពាក្យ Instagram 4.5 បន្ទាប់មកយើងអាចជ្រើសពាក្យ color ហើយជ្រើសរើសពណ៌ដែលយើងពេញចិត្តជ្រើសរើសពាក្យ text ហើយយកពាក្យ add a heading ហើយបន្តដោយការវាយឈ្មោះកូនរបស់យើងអាចជ្រើសរើស font ដែលយើងពេញចិត្តជ្រើសរើសទំហំធំតូចតាមដែលយើងត្រូវការហើយយើងអាចជ្រើសពណ៌ដែលយើងពេញចិត្តហើយក៏យើងអាចចូលចុចពាក្យ effect ដើម្បីជ្រើសរើស style ដែលយើងស្រឡាញ់ត្រូវការផងដែរសម្រាប់ការវាយតួអក្សរបន្ទាប់គឺយើងអាចជ្រើសរើសតាមបែបបទនិងទម្រង់ដូចពីមុនបានហើយយើងអាចលេងរូបរាងឲ្យស្រស់ស្អាតជាងមុនក៏បានដែរយើងអាចតុបតែងបន្ថែមដោយចុចចូលពាក្យ element ហើយយើងអាចជ្រើសរើសពាក្យ graphics ដោយមានរូបតុក្កតាស្អាតយកមកដាក់បន្ថែមនិងកែច្នៃឲ្យវាកាន់តែស្រស់ស្អាតបន្ទាប់មកយើងចាប់ផ្ដើមវាយតួអក្សរបន្ថែមតាមរូបមន្តដើមហើយយើងអាចជ្រើសរើស effect ដែលមានសុំជុំវិញតួអក្សរយកមកដាក់នៅលើផ្ទាំងរូបភាពរបស់យើងបានបន្ទាប់មកយើងធ្វើការ duplicate ហើយយើងផ្លាស់ប្ដូរពាក្យទៅតាមតម្រូវការរបស់យើងមិនចាំយូរយើងចុចចូលពាក្យ camera roll ហើយតាមមកយើងជ្រើសរើសរូបភាពកូនរបស់យើងដែលយើងបានធ្វើការ edit នៅក្នុង photo room ជាងបាន save នៅក្នុង album រូបថតនៅក្នុងទូរស័ព្ទដៃរបស់យើងបន្ទាប់មកយើងអាចធ្វើការបរិយារួម edit ដោយចុចពាក្យ effect ហើយជ្រើសពាក្យ shadow ហើយបន្ទាប់មកចុចពាក្យ outline ដើម្បីទទួលបានជាសុំឬមួយក៏ស្រមោលជុំវិញរូបកូនរបស់យើងហើយយើងអាចជ្រើសរើសពណ៌តាមតម្រូវការនិងຂະຫນາດធំតូចនៃសុំជុំវិញរូបថតកូនរបស់យើងនិងជាចុងក្រោយយើងចុចទៅលើសញ្ញាពួនចុះក្រោមដើម្បីធ្វើការ download ជាការស្រេចអរគុណ